តើការវឹកហាត់ពេញមួយទូខ្លួនជារៀងរាល់ថ្ងៃតើវាល្អសម្រាប់រាងកាយរបស់ពួកយើងឬអត់ជំរាបសួរបងប្អូនទាំងអស់គ្នាផងដែរខ្ញុំមកឆ្លើយសំណួរបងប្អូនយើងដែលគាត់សួរមកកាន់ខ្ញុំថាគាត់ធ្វើការវឹកហាត់រាងកាយពេញមួយទូខ្លួនបាទហើយជារៀងរាល់ថ្ងៃតើវាល្អសម្រាប់សាច់ដុំរាងកាយរបស់ពួកយើងឬអត់បាទការពិតទៅតើតើទៅនឹងការវឹកហាត់រាងកាយជាប់ជាប្រចាំច្បាស់ណាស់គឺល្អក៏ប៉ុន្តែវាអាស្រ័យថាបងប្អូនវឹកហាត់បែបណាបាទបងប្អូនថឹកក្នុងកំឡុងពេលវឹកហាត់គ្រាន់តែដើម្បីតែសុខភាពល្អឬក៏បងប្អូនវឹកហាត់ដើម្បីកសាងសាច់ដុំរាងកាយរបស់បងប្អូនអរគ្នាឲ្យធំឲ្យល្អជាងមុនបាទនេះគឺជាចំណោទបញ្ហាមួយដែលបងប្អូនត្រូវសួរមកកាន់ខ្លួនឯងតើបងប្អូនវឹកហាត់រាល់ថ្ងៃហ្នឹងបងប្អូនវឹកហាត់បែបណាបើមិនជាបងប្អូនគ្រាន់តែប្រើប្រាស់បាទលំហាត់ប្រាណស្រាលបាទចន្លោះពី15ទៅ20នាទីបងប្អូនធ្វើ cardio បងប្អូនធ្វើលំហាត់ប្រាណ HIIT បងប្អូនដើរឬរត់ផ្សេងបាទដែលជាលំហាត់ប្រាណប្រើទម្ងន់ដងខ្លួនរបស់អ្នកទាំងអស់គ្នាធ្វើការវឹកហាត់នោះច្បាស់ណាស់គឺល្អសម្រាប់សុខភាពបាទសុខភាពសួតសុខភាពបេះដូងបាទពីព្រោះវាធ្វើចលនាបានល្អសរសៃឈាមរបស់យើងក៏ដើរបានល្អទៅតាមលំហាត់ប្រាណដែលបងប្អូនបានប្រើប្រាស់ដែរក៏ប៉ុន្តែបើសិនជាបងប្អូនធ្វើការវឹកហាត់បាទកំពុងតែធ្វើការកសាងសាច់ដុំបាទវឹកហាត់ធ្ងន់នោះបងប្អូនមកធ្វើការវឹកហាត់ជាប់ជាប្រចាំគឺមិនល្អទេមិនថាបងប្អូនវឹកហាត់ដោយផ្នែកឬក៏បងប្អូនវឹកហាត់ពេញមួយទូខ្លួនទេបាទការវឹកហាត់បែបនោះជារៀងរាល់ថ្ងៃច្បាស់ណាស់គឺមិនល្អពីព្រោះបងប្អូនកំពុងតែដាក់សម្ពាធខ្លាំងទៅលើសាច់ដុំរាងកាយរបស់បងប្អូនទាំងអស់គ្នាច្បាស់ណាស់មិនថាតែការវឹកហាត់រាងកាយឬក៏ការប្រើប្រាស់ជីវិតការងារប្រចាំថ្ងៃទេបងប្អូនសួរថាបើសិនជាបងប្អូនធ្វើការងាររាល់ថ្ងៃបាទតែបងប្អូនសប្បាយចិត្តអត់បាទច្បាស់ណាស់ប្រកាសជាអត់អញ្ចឹងរាងកាយសាច់ដុំរបស់បងប្អូនទាំងអស់គ្នាក៏ដូចគ្នាដែរបើយើងវឹកហាត់រាល់ថ្ងៃបងប្អូនប្រើសាច់ដុំដដែលរាល់ថ្ងៃបាទសាច់ដុំក៏វាមានវិញ្ញាណរបស់វាដែរវាចេះឈឺចាប់វាមានអារម្មណ៍ចង់សម្រាកដូចតែយើងដែរទេបាទអញ្ចឹងហើយយើងត្រូវចេះរៀនភាសាជាប់ខ្លួនឯងជាមួយនឹងសាច់ដុំរាងកាយរបស់យើងជាមួយនឹងសួតថ្លើមបេះដូងរបស់យើងដែរបាទយើងរៀនសន្ទនាគ្នាបាទខ្ញុំនិយាយទៅរៀងចូលជ្រៅបន្តិចមែនក៏ប៉ុន្តែវាជាការពិតបាទសាច់ដុំរបស់យើងក៏វាមានវិញ្ញាណរបស់យើងដែរបាទនៅពេលដែលបងប្អូនប្រើប្រាស់គូក្បាលបាទអាចបញ្ជូនទិន្នន័យឬក៏បញ្ជូនសារទៅកាន់សាច់ដុំផ្នែកណានៃរាងកាយរបស់អ្នកទាំងអស់គ្នាដើម្បីធ្វើការបញ្ជាវាឲ្យមានចលនានោះហើយគឺជាបាទការជាប់ទំនងជាមួយនឹងរាងកាយរបស់ពួកយើងបាទនេះគឺជាការពិតអញ្ចឹងឲ្យឆ្លើយតបទៅកាន់សំណួរបងប្អូនប្រុសវិញថាតើបងប្អូនប្រុសធ្វើការវឹកហាត់ពេញមួយទូខ្លួនហ្នឹងបងប្អូនប្រុសវឹកហាត់បែបណាបាទបងប្អូនគាត់តែវឹកហាត់ធម្មតាទេបាទមិនមានប្រើប្រាស់ឧបករណ៍ទម្ងន់អីធ្ងន់ទេបងប្អូនអាចធ្វើការវឹកហាត់បានបាទវឹកហាត់ជាប់លាប់បាទ15ទៅ20នាទីមានការញ៉ាំត្រឹមត្រូវមានការគេងសម្រាប់គ្រប់គ្រាន់ងើបពីគេងធ្វើលំហាត់ប្រាណស្រាលបាទដើម្បីធ្វើឲ្យខ្លួនឯងមានអារម្មណ៍ល្អទទួលអារម្មណ៍ស្រស់ស្រាយប្រកាសជាអាចបានធ្វើរាល់ថ្ងៃគឺអត់បញ្ហាក៏ប៉ុន្តែបើសិនជាបងប្អូនដែលស្ថិតនៅក្នុងកំឡុងពេលដែលវឹកហាត់បាទកសាងសាច់ដុំលើកឧបករណ៍ធ្ងន់នោះគឺជារឿងដែលមិនល្អទេបើសិនជាបងប្អូនទាំងអស់គ្នាធ្វើការវឹកហាត់មិនមានពេលសម្រាប់នោះបាទជាទូទៅរៀនច្បងរបស់ពួកយើងគាត់បានណែនាំច្រើនដែរទាក់ទងនឹងបញ្ហាហ្នឹងបងប្អូនគួរតែវឹកហាត់បាទចន្លោះពី4ថ្ងៃបាទក្នុងមួយសប្តាហ៍ឬក៏យ៉ាងច្រើន5ថ្ងៃក្នុងមួយសប្តាហ៍ទុកពេល2ថ្ងៃឲ្យខ្លួនឯងបានសម្រាកបានញ៉ាំរបបអាហារដែលត្រឹមត្រូវបានគេងសម្រាប់ឲ្យបានច្រើនដើម្បីព្យាបាលបាទកោសិកាសាច់ដុំនៅក្នុងរាងកាយរបស់យើងហ្នឹងឲ្យវាបានល្អប្រសើរមុននឹងចូលទៅដល់ដើមសប្តាហ៍ថ្ងៃច័ន្ទយើងធ្វើការវឹកហាត់ម្ដងទៀតបាទនេះគឺជាគន្លឹះឬក៏ដូចជាការចែករំលែកខ្លះទៅកាន់បងប្អូនទាំងអស់គ្នានៅក្នុងវិស័យវឹកហាត់រាងកាយខ្ញុំមានជាអ្នកស្រឡាញ់ការវឹកហាត់រាងកាយដូចគ្នាអញ្ចឹងខ្ញុំសូមបញ្ជាក់ម្ដងទៀតថារាល់ការចែករំលែករបស់ខ្ញុំគឺគ្រាន់តែជាបាទបទពិសោធន៍មួយនៃការវឹកហាត់ដូចគ្នាទេខ្ញុំមិនមែនជាគ្រូបង្រៀនខ្ញុំមិនមែនជាអ្នកសិក្សារៀនសូត្រអីខ្ពង់ខ្ពស់ទៅលើវិស័យទាំងអស់នេះទេក៏ប៉ុន្តែអ្វីដែលខ្ញុំបានចែករំលែកគឺជាបទពិសោធន៍ជាក់ស្ដែងព្រមទាំងបាទទទួលការបាទរៀនសូត្រពីរៀនច្បងដែលគាត់បានចែករំលែកយើងតគ្នាមកខ្ញុំប្រមូលវាជាទិន្នន័យមួយចែកជូនទៅកាន់បងប្អូនតគ្នាអញ្ចឹងហើយខ្ញុំសង្ឃឹមថាវីដេអូនេះវានឹងជាចំណែកទៅកាន់បងប្អូនប្រុសហើយបើសិនជាមានសំណួរអីទៀតទាក់ទងទៅនឹងការថែទាំសុខភាពបាទទាក់ទងទៅនឹងការវឹកហាត់ទាក់ទងទៅនឹងទម្លាប់រស់នៅប្រចាំថ្ងៃអាចសួរនាំគ្នាបានយើងអាចចែកនេះគ្នាបានក្នុងនាមជាបាទមនុស្សជាតិក្នុងនាមជាមនុស្សដែលរស់នៅក្នុងសង្គមដូចគ្នាអូខេហើយពេលនេះពីខ្ញុំបាទ B Strongman ពួកយើងចាំជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណ